អូនចង់ឲ្យការសិក្សារបស់បងប្អូនកាន់តែប្រសើរឡើងមានជំនួយការសម្រាប់ការរៀនដោយខ្លួនឯងបានពីគ្រប់ទីកន្លែងគ្រប់ពេលវេលាមែនទេ Moi EdTech App របស់ក្រសួងអប់រំយុវជននិងកីឡាគឺជាកម្មវិធីលើទូរស័ព្ទដៃជួយដល់ការស្វ័យសិក្សារបស់បងប្អូនសិស្សានុសិស្សថ្នាក់ទី7ដល់ទី12ដោយប្រើបច្ចេកវិទ្យាទំនើបជាមួយបញ្ញាសិប្បនិម្មិត AI និងរួមមានការសម្រិតសម្រាំងតេស្តអនុវត្តសម្រាប់មុខវិជ្ជាសិក្សាទាំង10នៅកម្រិតមធ្យមសិក្សាចំណេះទូទៅកម្មវិធីនេះត្រូវបានបង្កើតឡើងដោយមហាវិទ្យាល័យអប់រំនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញសូមជូនព័ត៌មានសាច់គាំងកាលពីថ្ងៃទី28ខែតុលាឆ្នាំ2025មានក្មេងម្នាក់ឈ្មោះថាអាជេវភេទប្រុសអាយុ12ឆ្នាំមានស្រុកកំណើតនៅខេត្តសៀមរាបតែវាមកនៅស្រុកដងតុងលុះនៅវេលាម៉ោង 4:18 នាទីល្ងាចក្មេងនោះក៏បានទៅរៀនគួរតាក់នៃគ្រូមួយរៀនមុខវិជ្ជាភាសាអង់គ្លេសតែខ្ញុំមិនទាន់ស្គាល់ឈ្មោះទេពេលអ្នកគ្រូមិនទាន់ចូលរៀនក្មេងនោះក៏បានលេងវាយបាល់ហើយក្មេងនោះវាយបាល់ចំក្តារខៀនអ្នកគ្រូក៏ចេញមកមើលឃើញក្មេងនោះវាយបាល់ត្រឹកក្តារខៀនអ្នកគ្រូហើយអ្នកគ្រូក៏បានវាយក្មេងនោះហើយក្មេងនោះក៏បានស្រែកយំហើយឆេវឆាវចលដៃរកវាយអ្នកគ្រូហើយអ្នកគ្រូក៏បានចំលួតក្មេងនោះហើយក្មេងនោះក៏បានយកទូរស័ព្ទគេបោកចោលដោយសារខឹងឆេវឆាវពេកហើយសមត្ថកិច្ចនៅភ្នំពេញក៏បានស៊ើបការឃើញក្មេងនោះឆេវឆាវរកវាយអ្នកគ្រូសមត្ថកិច្ចនៅភ្នំពេញក៏បានយកក្មេងនោះយកទៅកោសុកអប់រំហើយឲ្យបោសសម្អាតការិយាល័យនៅពុតប៉ូលីសហើយឲ្យកាប់ដីនិងសាងដីបើពេញចិត្តក្នុងការផលិតវីដេអូរបស់ San Minute Cambodia សូមចុច like ហើយចុច subscribe និងចុចរូបកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗទៀត